បាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះដែរត្រឹមថ្ងៃទី21ខែ11ឆ្នាំ2025បងប្អូនបាទថ្ងៃនេះដែរគឺ admin បានប៉មនាំតម្រុយមកចែកជូនបងប្អូនយើងផ្សងសំណាងរួចរាល់ហើយបងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងយើងមកនឹងដល់តម្រុយថ្ងៃថ្មីយើងទៅប្រៀបធៀបលទ្ធផលម្សិលមិញថ្ងៃទី20សិនបងប្អូនបាទចឹងបងប្អូនបាននេះជាលទ្ធផលម្សិលមិញ admin ឲ្យខ្ទង់ខ្សែក៏ដូចជាខ្ទង់កៅបងប្អូនមកគឺយើងបានចូលម៉ោង10កន្លះបងប្អូនបានម៉ោង10កន្លះគឺយើងបានចូលអូខ្សែបងប្អូនមកយើងបានចូល44បងប្អូនមក44ហើយបោះហូចេញខ្សែគាត់បងប្អូនមកអញ្ចឹងបើសិនជាបងប្អូនយើងលេងបោះហូអាចនឹងបានត្រូវដែរបងប្អូនមកខ្សែគាត់ហើយបោះសេយើងបានចូល44អញ្ចឹងបងប្អូនយើងទាំងអស់គ្នាបាទលេខត្រេង admin ឲ្យទៅ41 49បងប្អូនមកចេញ44អញ្ចឹងយើងលេខត្រេងអត់ត្រូវបងប្អូនមកតែយើងបានចូលត្រឡប់បើសិនជាបងប្អូនយើងយក41ត្រឡប់មក14ណាបងប្អូនបាទ41មកត្រឡប់14ដឹងតែចូល2ប៉ុសបងប្អូនអរគ្នាបាទតែលេខ admin គឺ admin ឲ្យលេខត្រឡប់អញ្ចឹងបងប្អូនបាទបើសិនជាបងប្អូនយើងត្រឡប់នេះបងប្អូនបាទគឺចេញ14 BD មក10កន្លះបើសិនជាបងប្អូនយើងត្រឡប់អាចនឹងហេកតែម្ដងបងប្អូនអរគ្នាបាទអញ្ចឹងយើងឃើញថាលទ្ធផលយើងត្រូវច្រើនស្រាប់ម៉ោង10កន្លះបងប្អូនយើងអរគ្នាបាទអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងទៅមើលម៉ោង1កន្លះតែម្ដងទៅបងប្អូនយើងអរគ្នាបាទស្រាប់បងប្អូនយើងឃើញវីដេអូហ្នឹងហើយកុំភ្លេចជួយឲ្យមេដៃ admin ម្នាក់មួយផងបងប្អូនបាទស្រាប់ម៉ោង1កន្លះបងប្អូនយើងអរគ្នាយើងឃើញថាយើងបានចូលអូខ្សែទៀតបងប្អូនបាទបើនិយាយទៅយើងបានចូល46បងប្អូនអរគ្នាបាទ46ចឹងយើងបានចូលអូខ្សែទៀតបងប្អូនមកម៉ោង1ក៏ចូលម៉ោង10ក៏ចូលបងប្អូនមកគឺហេងមែនតើបងប្អូនយើងទាំងអស់គ្នាបាទហេងមែនតើចឹងយើងទៅមើលម៉ោង4កន្លះបន្តទៀតបងប្អូនយើងទាំងអស់គ្នាបាទ4កន្លះស្រាប់ម៉ោង4កន្លះ BCD គឺចេញ53ប៉ុសបងប្អូនមកចេញ53ប៉ុសគឺបើនិយាយទៅធ្វើ C បណ្ដោយបងប្អូនអរគ្នាបាទធ្វើ C សាហាវបណ្ដោយបងប្អូនបាទចេញ53ប៉ុសហើយស្រាប់ខ្ទង់យើងបានចូលខ្ទង់កៅបងប្អូនមក admin ឲ្យអូកៅគឺយើងបានចូល 4A មួយលេខតែគឺ C យើងមួយលេខបងប្អូនអរគ្នាបាទ admin ឲ្យកៅគាត់កៅ5បងប្អូនមកតែចេញកៅ1បងប្អូនយើងមកចេញកៅ1 C មួយលេខបងប្អូនមកស្ដាយមែនតើអត់អីទេយើងបានចូលអូដែរបងប្អូនយើងទាំងគ្នាបាទម៉ោង4យើងត្រូវមកប៉ុសបងប្អូនមកត្រូវអូបាទត្រូវអូមកយ៉ាងហ្នឹងបងប្អូនបាទអញ្ចឹងយើងទៅមើលម៉ោង6បន្តទៀតបងប្អូនមកម៉ោង6កន្លះតើត្រូវឬខុសអញ្ចឹងបងប្អូនបាទស្រាប់វេនម៉ោង6កន្លះគឺយើងឃើញថាយើងបានចូលអូទៀតបងប្អូនយើងទាំងគ្នាបាទចូលទាំងខ្ទង់កៅក៏ដូចជាខ្ទង់ខ្សែបងប្អូនមកខ្ទង់កៅគឺយើងបានចូលប៉អាបងប្អូនមកប៉អានេះបងប្អូនមកប៉អាគឺយើងបានចូល93ហើយខ្សែយើងបានចូល43 46បងប្អូនមក43 46អញ្ចឹងខ្សែយើងបានចូល2ប៉ុសកៅយើងបានចូល1ប៉ុសសរុបមកគឺចូល3ប៉ុសបងប្អូនមកចូលច្រើនពេលយប់អញ្ចឹងហើយលេខត្រឡប់ចូលមួយលេខបងប្អូនមកនេះបងប្អូនមក59 95 admin ឲ្យ95ចេញ59អញ្ចឹងយើងបានចូល59មួយលេខបងប្អូនយើងទាំងគ្នាបានចូលត្រឡប់បងប្អូនបាទបើសិនជាបងប្អូនយើងត្រឡប់អាចនឹងត្រូវអញ្ចឹងស្រាប់3លេខបងប្អូន3លេខយើងអត់មើល3លេខសិនបងប្អូន3លេខដែលមានត្រូវអត់បងប្អូនបាទadmin ឲ្យ094 072អញ្ចឹងអត់មានចេញបងប្អូនទាំងគ្នាបានចេញ274វិញបងប្អូន274ហើយមក041វិញអញ្ចឹងបងប្អូនបាទadmin ឲ្យ049ចេញ041អញ្ចឹងវាយកលេខ9ឡើងលើវិញបើសិនជា9នឹងយកមកធ្វើលេខ6អាចនឹងបានត្រូវអញ្ចឹងបងប្អូនបាទអញ្ចឹងយើងឃើញថា3លេខយើងអត់ត្រូវទេបងប្អូនយើងទាំងអស់គ្នាបាទស្រាប់បងប្អូនយើងឃើញវីដេអូហ្នឹងហើយបងប្អូនយើងទាំងអស់គ្នាបាទវីដេអូដែល admin ធ្វើតម្រុយបងប្អូនគ្រាន់តែចុចមេដៃម្នាក់មួយផងបងប្អូនយើងទាំងអស់គ្នាបាទស្រាប់បងប្អូនយើងដែលមើលតាម Facebook បងប្អូនកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបងប្អូនយើងដែលមើលតាម YouTube បងប្អូនគ្រាន់តែចុចមេដៃហើយនឹងចុចសញ្ញាជាវម្នាក់មួយទៅបងប្អូននឹងទទួលបានតម្រុយថ្មីល្អមើលជារៀងរាល់ថ្ងៃហើយ admin ក៏មាន like លទ្ធផលចែកជូនបងប្អូនមើលដែរបងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងបងប្អូនអរគ្នាបាទគឺកុំឲ្យខាតពេលវេលាយូរបងប្អូនបាទគឺ admin សុំលុបកម្រយ
ដោយថ្ងៃចាស់សិនបងប្អូនយើងទាំងអស់គ្នាបាទដាក់តម្រុយថ្ងៃថ្មីចែកជូនបងប្អូនយើងផ្សងសំណាងបន្តទៀតបងប្អូនយើងទាំងអស់គ្នាបាទសើមកថ្ងៃថ្មីថ្ងៃទី21យើងនឹងហេងបន្តទៀតបងប្អូនយើងទាំងអស់គ្នាបាទថ្ងៃទី21បងប្អូនបាទអញ្ចឹងយើងថ្ងៃទី21អញ្ចឹងស្រាប់មកលេខត្រេងបងប្អូនមកលេខត្រេងគឺយើងមាន65បងប្អូនបាទ65 69ហើយនឹង13 19បងប្អូនមកយើងមាន65 69 13 19អញ្ចឹងស្រាប់លេខអូបងប្អូនមកលេខអូយើងមានដូចជាអូ60អូ10បងប្អូនបាទអូ60ហើយនឹងអូ10យើងលេង A B C D បងប្អូនអ្នកនរគ្នាបាទលេង A B C D ចឹងស្រាប់លេខធំបងប្អូនមកលេខធំយើងមាន4 9 8បងប្អូនមក4 9 8ហើយនឹង139បងប្អូនបាទយើងមាន498 139អញ្ចឹង10មានតែប៉ុណ្្នឹងហើយបងប្អូនបាទបងប្អូនឃើញវីដេអូហ្នឹងហើយភ្លេចជួយ like ជួយ share ឲ្យ admin ម្នាក់មួយផងបងប្អូនបាទទាំងខ្ទង់60ក៏ដូចជាខ្ទង់10គឺល្អតាំងពីខ្ទង់បងប្អូនអាចយកលេខម៉ោង10ម៉ោង1ម៉ោង4ម៉ោង6អញ្ចឹងបងប្អូនអ្នកនរគ្នាបាទលេខយើងលេខត្រង់ហើយនឹងត្រឡប់បងប្អូនឆ្លាញ់ត្រង់ក៏ត្រង់ឆ្លាញ់ត្រឡប់ក៏ត្រឡប់អញ្ចឹងបងប្អូនអ្នកនរគ្នាបាទអញ្ចឹង100មានតែប៉ុណ្្នឹងហើយបងប្អូនមកជូនពរឲ្យបងប្អូនយើងហេងក្នុងថ្ងៃហ្នឹងថ្ងៃទី21អញ្ចឹងបាយបាយបងប្អូនអ្នកគ្នាបាទជួប admin នៅថ្ងៃទី22សាជាថ្មីម្ដងទៀតបងប្អូនបាទ